ញោមស្ដាប់ឮទាំងអស់គ្នាញោមឮទៅក្នុងតែខាងក្រៅអត់ឮខ្ញុំកណាសូមឱកាសពីសំណាក់លោកចាស់ដែលជាប្រធារៈដែលមានប្រវត្តិមាននៅក្នុងទីនេះសពកាលដើម្បីបានធ្វើនៅធម្មទាននមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធរតនំតហមរតនំសង្ឃរតនំនាមាមិទូលព្រះបង្គំខ្ញុំប្រកាសណាសូមនមស្ការចំពោះគុណប្រជុំ3ដែលជារតនត្រ័យដ៏ឧត្តមឧត្តមដែលមានពុទ្ធរតនៈ1ព្រះតហមរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដូចយ៉ាងក្រៃលែងសូមនមស្ការចំពោះលោកគ្រូចាស់អធិការដែលជាបច្ចាអធិការនៅក្នុងវត្តលោកយាយស្ដើងក៏ដូចជាប្រធារានុធរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅក្នុងអាវាសវត្តនៃវត្តយាយស្ដើងនេះទាំងមូលហើយសូមធ្វើនៅសមានចិត្តរាប់អានជាមួយនឹងញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីបុណ្យកឋិនដែលជាកម្មវិធីប្រព្រឹត្តទៅនៅក្នុងវត្តលោកយាយស្ដើងនេះអញ្ចឹងអត់សាធុកទេបានន័យថាអត់ទាន់ស្ដាប់បានទេតែកាលណាដែលញាតិញោមឆ្លើយតែសាធុកấyបានន័យថាញាតិញោមគ្រប់គ្នាគឺកំពុងតែស្ដាប់បានហើយអញ្ចឹងសាកឆ្លើយទាំងអស់គ្នាសាថ្មីមើលសូមអនុមោទនាសូមអនុមោទនាស្ដាប់នៅពធទេសនាសូមអនុមោទនាក៏អញ្ចឹងទៅមានកម្លាំងទេបន្តិចញាតិញោមទាំងអស់គ្នាឱកាសនេះជាឱកាសមួយដែលកម្រនឹងកើតឡើងញាតិញោមនៅក្នុងមួយឆ្នាំមានតែម្ដងទេអញ្ចឹងញាតិញោមបានអញ្ជើញមកវត្តហើយបានមកស្ដាប់ធម៌បានមកអង្គុយសាពះលោកបានមកអង្គុយឃើញព្រះសង្ឃយូរបានជួបគ្នាម្ដងថ្ងៃបុណ្យកឋិននេះគិតថាជាពេលវេលាដែលយើងជួបជុំគ្នាមួយដែលញ៉ាំងនៅសេចក្តីសប្បាយរីករាយឲ្យកើតឡើងដោយការរួបរวมគ្នាមួយដោយចំណែកនៃការបំពេញកុសលឡើងមួយណាញាតិញោមនឹងហើយញាតិញោមមកអញ្ចឹងញាតិញោមមានចិត្តមួយថាអាត្មាអញពេលនេះបានជួបគ្នាទៀតណាសប្បាយរីករាយមកណាញាតិញោមយើងជាអ្នកបំពេញបុណ្យពេលដែលយើងជួបជុំគ្នាយើងសប្បាយដែរអីញាតិញោមយើងសប្បាយដោយការបំពេញនៅកុសលយើងសប្បាយដោយការបំពេញនៅបុណ្យយើងសប្បាយដោយការឃើញនៅបុណ្យមែនទេញាតិញោមហ្នឹងហើយអញ្ចឹងដូចពេលថ្ងៃនេះអញ្ចឹងញាតិញោមសប្បាយរីករាយទេដែលបានមកបុណ្យកឋិនហ្នឹងហើយនឹងឯងដែលជាឈ្មោះនៃបុណ្យញាតិញោមបុណ្យនឹងឯងតែងជាទីពឹងពំនាក់របស់យើងតែងជាទីអាស្រ័យនៃចិត្តរបស់យើងឲ្យចិត្តរបស់យើងជ្រះថ្លាឲ្យចិត្តរបស់យើងនឹងរួចចេញចាកអំពីអកុសលពេលដែលយើងមកធ្វើបុណ្យនេះយើងនៅជាប់តាក់ទាមមកទេញាតិញោមយើងនៅភ័យខ្លាចទេដល់តែអត់ទេញាតិញោមហ្នឹងហើយអញ្ចឹងបានថាសេចក្តីជ្រះថ្លាគឺកំពុងតែកើតនៅក្នុងសន្តានចិត្តរបស់យើងចុះបើសិនបើញាតិញោមមកហើយអង្គុយតិចអាណាលុយស្បែកជើងអញបាត់ទៅបានបុណ្យទេញាតិញោមហ្នឹងហើយអាហ្នឹងជាការរវើរវាយអង្គុយស្ដាប់លោកទេសនាបដើលោកទេសនាអីព្រោះដែរប៉ុន្តែខ្លាចจะបាត់ស្បែកជើងហ្នឹងហើយឧទាហរណ៍ថាមកអញ្ចឹងមកជួបជុំគ្នាអញ្ចឹងដែរតែអ្នកខ្លះមកវត្តមកដែរតែអត់មកស្ដាប់ធម៌មកអង្គុយទៅចាំលួចស្បែកជើងយើងបានបុណ្យទេញាតិញោមអាហ្នឹងបានអីគេបានបាបចុះបើមកដែរអាមួយហ្នឹងអត់កើតទេមកហ្នឹងវាអញញ៉ៃមកអង្គុយនិយាយតែដើមគេបានបុណ្យទេញាតិញោមអាហ្នឹងកើតអីកើតបាបអញ្ចឹងបានថាពេលដែលលោកទេសនាពេលដែលលោកសម្ដែងពធពេលដែលលោកចម្រើននៅព្រះបរិត្តអីជាដើមយើងអង្គុយស្ដាប់ទៅយកចិត្តទុកដាក់ទៅវាជាចំណែកនៃកុសលបានបុណ្យទេចុះបើសិនបើយើងអង្គុយស្ដាប់លោកដែរប៉ុន្តែដល់ទៅពេលលោកទេសនាយូរទៅចម្រើនព្រះបរិត្តពីមួយទៅមួយទៅយើងអត់ស្ដាប់សោះសួរតើយើងដឹង
ថាលោកទេសពីអីហ៎យើងដឹងថាលោកចម្រើនពីអីហ៎ហើយយើងអាចជ្រះថ្លាហ៎ហ្នឹងហើយអញ្ចឹងបានថាធម៌ទេសនាដែលស្ដាប់ឲ្យកើតបញ្ញាតលតែជាធម៌ទេសនាដែលយើងអង្គុយស្ដាប់ដោយយកចិត្តទុកដាក់ហើយយកមកគិតយកមកពិចារណាណាញាតិញោមចុះបើញាតិញោមនាំគ្នាចូលទៅលុយឲ្យទៅបាត់អស់កើតបញ្ញាអត់ហ្នឹងហើយអញ្ចឹងតលតែយើងស្ដាប់ហើយយើងយកមកគិតយើងយកមកពិចារណាឲ្យឃើញអំពីហេតុផលដែលលោកកំពុងតែនិយាយហ្នឹងនោះឯងដែលជាទូបញ្ញាកើតឡើងក្នុងគណៈពេលដែលយើងបំពេញនៅកុសលញាតិញោមយល់អត់ហ្នឹងហើយអញ្ចឹងអាត្មាចង់លើកឡើងអំពីបុណ្យកឋិនទាននេះបុណ្យកឋិនទាននេះឯងជាធម្មតាទេញាតិញោមក្នុងមួយឆ្នាំក្នុងមួយវត្តធ្វើបានតែម្ដងតែប៉ុណ្ណោះហើយពេលដែលញាតិញោមមកបំពេញកុសលបែបនេះហើយញាតិញោមមានឈ្មោះថាជាការរក្សានៅមរតកនៃពុទ្ធសាសនាព្រោះបុណ្យនេះឯងជាបុណ្យដែលធ្វើទៅតាមព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងទុកមកអញ្ចឹងបុណ្យចែបើសម្រាប់ញាតិញោមអត់ជាបញ្ហាទេញាតិញោមគ្រាន់តែរកសម្ពុតឬក៏សាដកអីយកមកប្រគេនលោកអាចคล้ายទៅជាកឋិនបានហើយប៉ុន្តែប្រសិនបើព្រះសង្ឃវិញលោកក្រាលក្រងហ្នឹងមិនត្រូវតាមຂណាតទេលោកអត់បានអានិសង្ឃ5ហ្នឹងសួរថាតើយើងបានអានិសង្ឃអត់ញាតិញោមខ្លាយខូចតែកឋិនរបស់លោកញាតិញោមយល់អត់ហ្នឹងហើយញាតិញោមនៅតែបានបុណ្យធម្មតាប៉ុន្តែពេលដែលញាតិញោមទាំងអស់គ្នាយកទៅប្រគេនលោកឲ្យលោកក្រាលក្រងឲ្យប៉ុន្តែលោកអត់ធ្វើទៅតាមព្រះវិន័យអាហ្នឹងណាញាតិញោមញោមហ្នឹងហើយអញ្ចឹងគ្រាន់តែយើងគិតថាខ្ញុំចង់ទៅកឋិនវត្តជាស្ដាងក្នុងខែអង្គារឧទាហរណ៍ណាក្នុងគណៈពេលដែលយើងគិតថាអញ្ចឹងបុណ្យកើតទេបុណ្យគឺកើតហើយណាញាតិញោមដល់ទៅពេលដែលយើងចាប់ផ្ដើមទៅយកមកអានេះយើងបានអានិសង្ឃ5ទៀតមានសរូបតាបានរូបស្អាតអីជាដើមអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធព្រោះតែជាការផ្ទៀងផ្ទាត់ជីវរមែនអត់អញ្ចឹងឯងដែលបុណ្យកឋិននេះកើតឡើងក្នុងមួយឆ្នាំត្រូវផ្ទៀងផ្ទាត់ម្ដងឧទាហរណ៍ថាជាពោដេហ្នឹងវាមានកលែងខុសវាមានកលែងអីអត់លោកផ្ទៀងផ្ទាត់ហើយទើបលោកយកមកក្រាលក្រងនោះរឿងគេយកជាពោកុំអន់ចិត្តរឿងដើរក្រោយគេកុំអន់ចិត្តរឿងដាក់ជាពោដាក់អីក្រោយកុំអន់ចិត្តរឿងពេលមកហើយអាឡ័យតែលោកនៅអង្គុយទទួលសម្ពុតជីវររបស់ញាតិញោមអញ្ចឹងទៅគេវេស្រាប់តែពេលខ្លួនឯងត្រៃធំមកពីចងាយសទ្ធាធំដែរដល់ទៅពេលលោកអត់បានកលេចលោកអត់បានមើលស្រាប់តែពេលឲ្យលោកនេះអត់កើតទេយកទៅវិញហ៎បាបឯងញាតិញោមបុណ្យមកយើងកពុបហ៎ប្រៀបធៀបដូចជាស្រូវមកកជើអញ្ចឹងញាតិញោមតែកាលណាដែលហៀខ្លាំងពេកដើរបន្តិចទៅមិនដែរអារត់អារាយតាមផ្លូវហើយហ្នឹងហើយអញ្ចឹងទោះបីយើងធ្វើតិចក៏ដោយទោះបីមកយើងមិនទាន់បានវេមុនគេក៏ដោយទោះបីយើងបានវេក្រោយគេក៏ដោយបុណ្យរបស់យើងគឺសម្រេចនៅពេលណាដែលយើងរៀនអនុគ្រោះគ្នានឹងឯងហ្នឹងហើយអញ្ចឹងយើងរៀនអនុគ្រោះគ្នាបន្តិចទៅយើងរៀនអត់ធន់បន្តិចទៅទោះបីជាកើតអកុសលនៅក្នុងបានលើកមិនទៅសានីសូមស្មាទានរន្តរាងត្រៃទីពិនថ្ងៃចៅព្រះសូមអនុមោទនាការសមាជិកដែលបានមកស្ដាប់ធម៌នេះហើយសមាជិកយល់ទៅបានបរិស័ទសូមបវរនីសូមអនុមោទនាខ្ញុំលោកក្នុងវត្តមានមាន4អង្គអញ្ចឹងដល់ប្រាក់គេលោកមកពីហើយនឹងសល់មកឲ្យយកតាមជុំទៅយកចឹងប្រចាំតាមពីវត្តកើតមិនចោលទៅសោតតាមពុទ្ធ
ចេកែវផ្សេងហើយជួយដល់តាពុទ្ធយ៉ាងបច្ច័យអរគុណម្ចាស់ព្រមសម្ដែងធម្មទេសនាណាចំនួន4ព្រះអង្គមួយព្រះអង្គពីមើលរៀលសូមជម្រាបព្រះសត្យធម្មឯណាជាធម៌ប្រកបដោយអង្គ8ប្រការជាកណ្ដងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាព្រះសក្តិធម៌នោះដោយគោរពណាសូមអនុមោទនាជាចាគុណយតិកាតាមពីសន្តានលក្ខន្តុអ្នកវៈយេតសាទេសូមអនុមោទនីសូមអនុមោទនាមហាកុសលឱកាសពីសនៈប្រធេរៈនៅក្នុងអាវាសទាំងមូលគ្រប់ការទាំងពួងញាតិញោមមុននឹងអាត្មាលើកឡើងនៅពធញាតិញោមសូត្រធម៌មួយអាត្មាបន្តិចកិរិយានមសិកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ប្របីចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយអញ្ចឹងចាត់ទុកថាវាជាចំណែកនៃបុណ្យមួយដែលយើងបានកសាងយើងគិតថាជាធម្មតាយើងអត់ងាយបានមកហើយមែនទេញោមប៉ុន្តែពេលនេះយើងអាចមានឱកាសបានមកហើយយើងអាចមានពេលស្ដាប់ព្រះសង្ឃសូត្រមន្តមានពេលសុំសិលមានពេលសូត្រអារាធនាព្រះសង្ឃអីជាដើមហ្នឹងបងសំដែងថាវាជាប្រទេសជាទីសបាយនៅក្នុងមង្គលបងលើកឡើងអំពីប្រទេសជាទីសបាយចង់បានន័យថាជាកន្លែងដែលនាំឲ្យយើងមានការរីករាយចំណុំឲ្យជាកន្លែងដែលនាំឲ្យយើងមានការរីកចម្រើនផ្នែកផ្លូវចិត្តជាធម្មតាញាតិញោមនៅផ្ទះស្មុកស្មាញញោមស្មុកស្មាញហ្នឹងស្មុកស្មាញកូនហងចៅផងស្រែចកាផងចពាក់លុយគេផងធ្វើដលងទៅលក់អត់ដាច់ផងស្មុកស្មាញហ៎ស្មុកស្មាញប៉ុន្តែដល់ទៅពេលមកកាន់ប្រទេសជាទីសបាយគឺសំដៅដល់លើវត្តអារាមនេះខ្ញុំពេលដែលមកហើយកំចងអាសេចក្តីលំបាកចិត្តនឹងយកមកតាមជាមួយមកឲ្យឃើញព្រះសង្ឃថ្វាយបង្គំព្រះថ្វាយបង្គំលោកនមស្ការសំសិលអីហ្នឹងគឺឲ្យអាសេចក្តីកើតទុកទាំងអស់ហ្នឹងវារសាត់តាមរយៈការថ្វាយបង្គំហ្នឹងទៅញោមតែយើងអត់រសាយចិត្តទេចូលមកដល់វត្តកើតទុកក្នុងវត្តអញ្ចឹងញាតិញោមមកពីផ្ទះហើយពិបាកចិត្តឈឺចិត្តស្អិតទ្រូងយ៉ាងណាចពាក់លុយគេទុកមកដុំសិនអញ្ចឹងចូលមកដល់វត្តយើងគិតរឿងធ្វើបុណ្យសិនមែនទេញោមធ្វើយ៉ាងណាក៏ដោយឲ្យយើងចូលមកដល់វត្តកុំឲ្យមានសម្ពាធថាអើយចូលមកអស់លុយទៅដែរកុំឲ្យមានគំនិតមួយគិតថាអញ្ចឹងហើយចូលមកចុកជើងកណាអង្គុយស្ពះលោកយូរទៅកណាក្រិនសរសៃអត់ដឹងអត់ទេបើកាលណាដែលយើងមានគំនិតទៅមកហាក់បីដូចជាយើងមកវត្តដាក់សម្ពាធឲ្យខ្លួនឯងអញ្ចឹងតែបើថាយើងមកហើយយើងថាអូជាពេលមួយដែលយើងរក្សាផ្លូវចិត្តនឹងឲ្យរីករាយឲ្យសប្បាយពេលដែលមកជួបព្រះសង្ឃអូព្រះសង្ឃលោកនេះព្រះសង្ឃលោកសង្រួមល្អលោកបដិបត្តិល្អមកឃើញលោកធ្វើការមកឃើញវត្តស្អាតឃើញអីអញ្ចឹងញោមសប្បាយចិត្តទេសប្បាយទេអាពេលដែលយើងសប្បាយនឹងឯងដែលជាឈ្មោះនៃកុសលដល់ទៅពេលដែលយើងមកឃើញងាប់អីហើយមិនគ្រាន់តែអំបិលបន្តិចហ្នឹងអីក៏កំណាញ់មកម៉េះដាក់វាអស់ទៅឃើញកើតទុកហ៎ឃើញកើតទុកហើយញោមងាប់អីឆ្កែនេះមកជុះអាចអីកន្លែងស្អុយពេញកន្លែងហ្នឹងឃើញទេមកបដិខៈថ្នាក់មកឲ្យអត់សុបាយចិត្តទៀតតែបើថាយើងមកហើយយើងចេះរកកន្លែងសុបាយឲ្យឃើញមកឃើញលោកមកឃើញវត្តស្អាតមកជួយបោះសម្រាមជួយអីទៅវាជាចំណែកនៃកុសលបើមកឲ្យជុំគ្នាអញធ្វើដលងដូចលក់មិនដាច់សោះខែហ្នឹងឆ្នាំហ្នឹងដឹងលក់ចេញអត់ទេ1គីឡូបានតែ200 300មកកោតទុកជុំគ្នាតែបើសិនជាយើងមកវត្តឥឡូវដូចមានការរីកចម្រើនច្រើនតែលោកថ្ងៃនេះដូចក្រងមកស្អាតលោកឡើងមកសង្រួម
ai lục chăn phê chế anh lính sờ bài vậy rô cả lạnh sờ bài khơi nhé nhân nhóm rô cả lạnh sờ bài vậy khơi mà dương ọt sâu cát tục tại dương cao tục trôi vót có cát tục chắc anh bỏ ông sầm đánh ở dương riêng sờ bài nó không xịt cái đấy tục còn té cống ôi sờ bài khăng phê ở dương sờ bài mà lồng mố mà ai chìm ra nó có sao là thọ bàn chẳng ngày nắng mà có mình lược lang ai ở coffee bật thiên ở bọt bao dương tề dây em pi ngày nắng dương bị chung bẩn nhưng nhôm chung bẩn ấy bởi dương cất mơ tới mình men miên tăng pi sầm mày cô mau tề hay tăng pi ca co cao này anh ai chặt mai dương mau nó co toàn miên này còn té cao để miên cao pi sầm mày đám biểu miên copy tầm rong dương pel bạch bòn nơi nông cao pi sầm mày môn ổng cô dương miên tầm lọp môi đáy bàn tay tẹt tông chừng môi nông prom anh sasna hay ọt miên ca đặt bắn ở miên ảnh trăng dương tề nơi nông sầm mày ổng cô bờ tam sala cha rắc nơ bờ sát thì miên là cá miên dây pi cái lái mùi biết thà trùng việc thập chung nó nông này ní cứ sầm máy bị đám cứ sầm nào đo lơ ca phải chung cái nia thưa nữ bị thi nó không pro man sasna bô chia lân tiêu và riêng ảnh chân và đam từ nắng bởi dương sắc xa mới tốt việc thập chung nó miên tăng thì muốn sầm ảnh cô mò cứ tăng pi chẩn đoán pe lấy miên nữ là cha rất là dương sắc xa ta mà dạ và sao thì miên là cả cứ miên việc chung năng màu là hồn còn té ca chung ca pi sầm máy nó ọt miên ca đặt bần thì nên nhìn nhóm ọt miên ca đặt bần ọt miên ca mà vót ọt miên ca máu snap thò lục đôi pel bạch cho bòn để còi mà tiết bần top ông pi ca vì vót này sầm máy cao du máu còi sầm máy cô máu dương cho đó sầm máy để cướp con đói và bát ong đuông chỉ snap mai dương mùi ong để liêu liệt nay khang và Phật Sasna tràn và bát ong đuông môn từ bốn mình men thưa cả lạc khe được pel pa chợ bòn này cứ thưa mùi khè còn té đó tập thưa mùi khè sầm máy khai dương ca pi sầm máy nút dương còng ca trút ra ana này cung rồi bỏ xìm chẳng dương tàu ở thôi sẽ tập cách tì muối tì pi dương ọt miên thôn thiên cướp con sầm gặp ca cột cúng ca thua chừng hắn rồi dạ pel mùi khè nụ đời xa tại sẽ tập cách pôn đa xem cứ xiêm chừng nè cướp con xiêm chừng nè cầm mô tầng ở chẳng ấy thua ọt rối co bật thòi máu trong tay còn lắc khè sau pel đây và bát ong đuông và ong chừng nè để sắc xa ông pi Phật Sasna ban châu chỉ ra nó có miên ca bành chun sạ mà nặng thì sắt mai dương từ sắc xa đâu bần đa và tê môi dần luôn từ tê thay tê ấy có bành chun tâu sắc xa đẻ chẳng so bành chị ở khơi tha cao pi sầm mày nút mai dương cứ mình toàn miên ca đi chầm ra tê sát thật nó cao ca cướp con để chia anh nam này cũng là bỏ xiêm là lời chẳng bề chia bọn trong quen chul ta không được đâu cao pre hồ sa nắng chỉ thò mà đá lốp ở ai tranh từ na đào bần ba lâu ngày nè ban này ban từ nâu chật hơi vì chia là đầu muối đá và xoong lục vắt biển nông nông vót nhôm thò mà đá nhôm đắng ấy khai nắng mình men miên sờ bố tê mà đấy liền phong à là bo pra bong bay trai chụp bo lốp có sớm hay mùi tiết biên để chia chừng han chan riêng ro ngay gọt sâu miền chẳng phải chia bọn trong xuyên cho trong cái này nâng ảnh để bát ong đuông bọn môn tập bốn bằng cao ở miền cam vị thi nó dạ bên mặt khè bàn tay ở bên còi một tiết của dương cắt bằng thoi trong cái lạc khe từ xa thì dương miền vị bát xe từ cạnh nên nhìn nhóm miền vị bát xe từ cạnh những cư dương ở ai cột cung và song rồi dạ bên mùi khe trong pin bàn này có đó trong té cái lạc khe đó sam sập ngay chành chẳng mình chia ở dương khơi tha capi sầm mày nú dương nó tôn sau là lời hay bề chia bọn sắc xa ông pi và Phật vay chấn nó ban trao mình tiền chẳng hết năng ấy đại sập ngay dương nơi thay ra xa tụm điểm tụm lọp nó ban mà đào pe pa chụp bòn tụm rong ní cứ dương cai tụm râu và to pi sầm mày có miền ca chụp chung kia đá bàn tay chụp chung kia chỉ là cái nặng bái prom man sasna
ដល់ទៅពេលក្រោយពីសម័យអង្គរមកយើងកំណែតម្រង់ចុះឡើងទៅក៏យើងរៀបចំការប្រជុំគ្នានេះឲ្យคล้ายទៅជាការប្រជុំបែបពុទ្ធសាសនាវិញដោយមានការប្រជុំគ្នាស្ដាប់ប្រសងទេសនាជាដើមហើយក៏អត់ទាន់មានការដាក់បិណ្ឌទៀតក្រោយមកទៀតក៏ព្រះបាទអង្គឌួងស្វែងយល់អំពីអាកន្លែងចំណុចមួយហ្នឹងក៏កែតម្រង់ឲ្យមានការដាក់បិណ្ឌឡើងការដាក់បិណ្ឌពាក្យថាបិណ្ឌដាក់ហ្នឹងប្រែថាដុំបាយបិណ្ឌហ្នឹងគឺការប្រជុំបិណ្ឌគឺការប្រជុំហ្នឹងមានន័យថាការប្រជុំការជួបជុំគ្នាបិណ្ឌដាក់ហ្នឹងប្រែថាដុំបាយបើយើងយល់អំពីសេចក្តីន័យទាំងពីរហ្នឹងចូលគ្នាមកយើងអាចយល់ន័យមួយផ្គួបគ្នាបានថាជាការប្រជុំគ្នាដាក់បាយដើម្បីផ្គត់ផ្គង់ចំពោះព្រះសង្ឃក្នុងរយៈពេលកន្លះខែហ្នឹងនេះញាតិញោមឆ្ងល់អត់ញាតិញោមយល់អត្ថន័យហ្នឹងអត់ហ្នឹងហើយពាក្យថាប្រជុំបិណ្ឌហ្នឹងបានន័យថាជាការជួបជុំប្រជុំគ្នាដាក់បាយដើម្បីប្រគេនព្រះសង្ឃប៉ុន្តែមិនមែនមានតែបាយទេក៏មានម្ហូបដែរអញ្ចឹងអានឹងជារចនាសម្ព័ន្ធមួយដែលព្រះបាទអង្គឌួងព្រះអង្គកែតម្រង់ចាប់តាំងពីសម័យព្រះបាទអង្គឌួងមកអញ្ចឹងដែលយើងអាចសិក្សាស្វែងយល់មកនឹងមានការដាក់បិណ្ឌមានអីហ្នឹងគឺដោយសារតែកាលពីជំនាន់សម័យព្រះបាទអង្គឌួងព្រះអង្គកំណែតម្រង់ហើយព្រះអង្គជាពុទ្ធសាសនិកមួយដែលជាអ្នកផ្គត់ផ្គង់នៅក្នុងពុទ្ធសាសនាដែរខ្ញុំយល់ហ្នឹងហើយរហូតមកទៀតមកកាលពីជំនាន់សម័យពីឆ្នាំ1956មកប្រហែលជាឆ្នាំ3ឆ្នាំ8ខែហ្នឹងយើងមិនបានអនុវត្តកម្មវិធីបុណ្យភ្ជុំបិណ្ឌហ្នឹងទៀតទេក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងយើងកាត់ផ្ដាច់ទាំងស្រុងការគោរពសាសនាជំនឿសាសនាផ្សេងគឺយើងត្រូវបានកាត់ផ្ដាច់អញ្ចឹងក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យខ្មែរយើងមិនបានអនុវត្តនៅកម្មវិធីបុណ្យភ្ជុំបិណ្ឌដូចនាពេលបច្ចុប្បន្នទេក្រោយមកទៀតសមស្របទៅតាមការយកចិត្តទុកដាក់ហើយជាមួយនឹងការរើសម្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរយើងហើយអង្គការសហប្រជាជាតិបានបញ្ជូនកងទ័ពមុខខៀវនឹងចូលមកក៏យើងមានការបញ្ជូនប្រជាពលរដ្ឋពីបណ្ដាជំរំផ្សេងបណ្ដាជំរំសាយធូអីជាដើមហ្នឹងមកខាងក្នុងអញ្ចឹងក៏យើងចាប់ផ្ដើមមានកម្មវិធីចាប់តាំងពីពេលហ្នឹងមកវិញអញ្ចឹងយើងរក្សាអាកម្មវិធីនៃការដាក់បិណ្ឌហ្នឹងគឺចាប់ពីពេលហ្នឹងមកហើយប្រសង់ភាគច្រើនក៏មកពីខាងជំរំហើយក៏មកពីកម្ពុជាក្រោមហ្នឹងមានមួយចំនួនធំដែរអញ្ចឹងកាលមកវិញមុនដំបូងហ្នឹងយើងក៏មានការជួបជុំគ្នាច្រើនហើយក៏អត់សូវជាសបោសប្បាយដូចពេលបច្ចុប្បន្នទេណាញញោមចាកម្មវិធីភ្ជុំបិណ្ឌរបស់យើងហ្នឹងវារៀងកំសត់បន្តិចប្រពៃណីរបស់ខ្មែរយើងហ្នឹងវាជួបសម័យកាលធ្លាក់ចុះវាមានសម័យកាលឡើងខ្ពស់ហើយឃើញការរីកចម្រើនក្នុងរយៈពេលប្រហែលជា10ឆ្នាំចុងក្រោយនេះឃើញការជួបជុំភ្ជុំបិណ្ឌហ្នឹងឃើញមានលក្ខណៈមួយបែបជាលក្ខណៈទម្រង់ពេញលេញណាញញោមជាបែបលក្ខណៈទម្រង់ពេញលេញហ្នឹងបានន័យថាយើងបានមកជួបជុំគ្នាដាក់បិណ្ឌដាក់អីកម្មវិធីផ្សេងគឺយើងបានធ្វើគ្រប់មុខតែកាលពីដើមឡើយយើងអត់បានធ្វើគ្រប់មុខឯដោយសារតែយើងមានការបាត់បង់ខ្លះប៉ុន្តែដល់ពេលសម័យឥឡូវយើងអាចធ្វើពេញទម្រង់ហើយយើងអាចមានលទ្ធភាពផ្គត់ផ្គង់ចង្ហាន់ប្រសង់ក្នុងរយៈពេលកន្លះខែនឹងបានសូមអនុមោទនាខ្ញុំស្ដាប់បានអត់ហ្នឹងហើយអញ្ចឹងកម្មវិធីបុណ្យភ្ជុំបិណ្ឌនេះចង់នាំញាតិញោមឲ្យទៅស្ដាប់ពីប្រវត្តិមករហូតចាប់តាំងតែអំពីយើងកើតមករហូតមកដល់ពេលបច្ចុប្បន្នហ្នឹងយើងជួបប្រទះបញ្ហាច្រើនហើយក៏ទៅសើទឹកចិត្តញាតិញោមដែរដែលថាយើងកំពុងតែលំបាកសេដ្ឋកិច្ចកំពុងតែជួបប្រទះនៅបញ្ហាប្រឈមមុខខ្លាំងមែនទែនហើយយើងនៅតែអាចតស៊ូព្យាយាមនៅតែអាចមកធ្វើបុណ្យធ្វើទានរក្សាប្រពៃណីទំនៀមទម្លាប់យើងបានគឺថាជារឿងមួយដែលញាតិញោមអាចតស៊ូបានហើយសេដ្ឋកិច្ចយើងធ្លាក់ចុះតម្លៃផលនៃកសិកម្មក៏យើងធ្លាក់ចុះប៉ុន្តែទឹកសទ្ធារបស់ញាតិញោមនៅតែអត់ធ្លាក់ចុះទេញាតិញោមស្មាននាំញាតិញោមមួយឲ្យស្ដាប់ពីពុទ្ធដីការបស់ព្រះអង្គត្រង់កន្លែងមួយសរសើរអំពីទឹកចិត្តរបស់ញាតិញោម
ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចំពោះសាវកទាំងឡាយព្រះអង្គសម្ដែងថាអ្នកមានទ្រព្យតិចគួរធ្វើតាមតិចអ្នកដែលមានទ្រព្យមធ្យមគួរធ្វើតាមមធ្យមអ្នកដែលមានទ្រព្យច្រើនគួរធ្វើតាមច្រើនតែបើថាមានហើយមិនធ្វើគឺមិនគួរនោះទេព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងរៀនធ្វើទានឧទាហរណ៍ថាយើងមានអង្ករមួយកំប៉ុងអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការធ្វើទាននោះមិនមែនតលតែយើងយកអង្ករមួយកំប៉ុងនោះយកទៅដាក់បាតលោកបានហៅថាការធ្វើទានទេយើងមានអង្ករតែមួយកំប៉ុងយើងត្រូវការផ្គត់ផ្គង់ក្រុមគ្រួសារយើងដែរមែនទេញាតិញោមអញ្ចឹងដើម្បីកុំឲ្យអខាននៅក្នុងការធ្វើទានព្រះអង្គសម្ដែងថាឲ្យយើងធ្វើតាមតិចអញ្ចឹងគួរធ្វើមិនញាតិញោមបើមានអង្ករតែមួយកំប៉ុងហ្នឹងញាតិញោមបើថាកុំឲ្យដាច់រឿងការធ្វើទានចាប់មកជើងឆ្មាទៅដាក់ទៅបានហើយអាហ្នឹងយើងធ្វើតាមតិចនិយាយរំទៅកុំឲ្យយើងមានហើយយើងអត់ធ្វើអាហ្នឹងព្រះអង្គអត់សរសើរទេព្រោះការធ្វើទាននេះព្រះអង្គសម្ដែងថាជាហេតុតំណំឲ្យសត្វទាំងឡាយមាននភោគៈមានទ្រព្យសម្បត្តិញាតិញោមដឹងតែមូលហេតុឯងបើយើងកើតមកអត់អត់ញាតិញោមដឹងតែមូលហេតុឯងបើយើងកើតមកអត់អត់ញាតិញោមលេខស្ដាប់លោកអើយអារម្មណ៍ហោះហើរអាលីងញាតិញោមដឹងតែមូលហេតុអីបានមានអ្នកខ្លះកើតមកមានអ្នកខ្លះកើតមកក្រអ្នកខ្លះកើតមកមិនមានមិនក្រអ្នកខ្លះកើតមកពិបាកបន្តិចស្រួលបន្តិចស្រួលពាក់កណ្ដាលជីវិតលំបាកពាក់កណ្ដាលជីវិតខ្ញុំឆ្ងល់ហ៎ឆ្ងល់អត់អត់ឆ្ងល់អញ្ចឹងខ្ជិលត្រាប់ហ៎ឆ្ងល់ហ៎ញោមឆ្ងល់អត់ព្រះអង្គសម្ដែងថាអញ្ចេះអ្នកដែលកើតមកអត់ហ្នឹងជាអ្នកដែលមិនធ្លាប់ធ្វើទានបានថាអត់ធ្លាប់ឲ្យអីគេសោះអាខ្លួនឯងមានអត់ឲ្យគេថាខ្លួនឯងអត់ហើយនៅតែអត់ឲ្យគេទៀតអាត្មាឃើញកាលពីថ្ងៃដែលខ្មែរយើងមានសង្គ្រាមជាមួយសៀមហ្នឹងញោមឃើញខ្មែរយើងរៃអង្គាសឃើញញោមម្នាក់នោះគាត់ដើររើសអេតចាយហើយគាត់យកអាប្រាក់ដែលគាត់ដើររើសអេតចាយបានហ្នឹងយកមកចូលជាមួយនឹងមូលនិធិកងតបអាត្មាឃើញហើយអាត្មាទៅសើទឹកចិត្តគាត់មែនតើទៅសើតែគាត់នៅតែអាចធ្វើបានហ្នឹងអ្វីត្បិតតែគាត់ជាអ្នកអត់មែនប៉ុន្តែគាត់លះកាត់នៅភាពកំណាញ់លះកាត់នៅចិត្តដែលចង់បានហួសហេតុលះកាត់ទ្រព្យសម្បត្តិលះកាត់កម្លាំងកាយកម្លាំងចិត្តជួយជំរុញឲ្យយើងនឹងមានមូលនិធិទៅជួយដល់កងទ័ពអ្វីប៉ុន្តែគាត់អត់មានមែនប៉ុន្តែទឹកចិត្តនេះញាតិញោមមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេមែនទេមែនទេញាតិញោមយើងគិតថាអ្នកដែលដើររើសអេតចាយម្នាក់មានប្រាក់ហើយយកប្រាក់ទាំងអស់ហ្នឹងយកមកចូលរួមជាមួយនឹងមូលនិធិកងទ័ពញាតិញោមគិតថាតើគ្រប់គ្នាសុទ្ធតែអាចធ្វើបានឬក៏ធ្វើបានតែគាត់ម្នាក់មិនមែនសុទ្ធតែអាចធ្វើបានទេអាត្រង់កន្លែងហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការដែលធ្វើទានហ្នឹងព្រះអង្គសម្ដែងថាជាអ្នកដែលមាននៅភោគៈព្រោះការលះរបស់យើងគឺការលះនៅទ្រព្យបើសិនជាការលះនៅទ្រព្យនោះព្រះអង្គសម្ដែងថាជាការលះដោយកម្រិតនៃសទ្ធាជ្រះថ្លាមែនទែនព្រះអង្គសម្ដែងថាពេលដែលលះកាត់ហើយជាតិក្រោយកើតមានមកជាអ្នកដែលមានបរិវារជាអ្នកដែលមានគេស្រឡាញ់ជាអ្នកដែលមានគេគោរពច្រើនទៀតខ្ញុំចង់បានណាខ្ញុំចង់បានណាអត់ចង់ទេមើលទៅកណាដូចមិនចង់ទេព្រះអង្គថាអីថាទៅកណាមិនខ្វល់ទេមែនទេញាតិញោមស្ងាត់ឈឹងអញ្ចឹងព្រះអង្គសម្ដែងថាបើកាលណាដែលយើងចង់មាននភោគៈចង់មានទ្រព្យយើងគួរតែឲ្យនៅទ្រព្យហើយមានប្រមាណធ្វើប៉ុណ្ណឹងទៅយើងកុំកោតទុកតើខ្ញុំកណាត់មានសោះបើថាបាក់ពេកឃើញលោកដើរបិណ្ឌអត់មានអីសោះបាយមួយគ្រាប់លោកម្ចាស់កណាគ្មានអីទេដាក់បាយមួយគ្រាប់ប៉ញាតិញោមមាននាងម្នាក់អត់មានបានធ្វើបុណ្យអីច្រើនទេគ្រាន់តែយកផ្កាអានងអាផ្កាអានងព្រៃហ្នឹងញាតិញោមស្គាល់អត់តាមម៉ូតូទេយកទៅថ្វាយព្រះអង្គអត់ទាន់បានថ្វាយព្រះអង្គហ្នឹងគោជុលមកបាត់គ្រាន់តែអំណាចនៃសេចក្តីជ្រះថ្លាដែលចង់យកផ្កាយកទៅថ្វាយព្រះអង្គប៉ុណ្ណឹងញាតិញោមកើតមកជាតិក្រោយនាងហ្នឹងខ្លាយទៅជាទេពធីតាគេហៅថាទេពធីតាផ្កាអានងហ្នឹងពណ៌ហ្នឹងនិយាយពីលឿងស្រស់ស្អាតណាស់ញាតិញោមចុះតម្រាំតែយើងលះបង់ពេលវេលាលះបង់កម្លាំងកាយកម្លាំងចិត្តមកចូលរួមដូចពេលនេះញាតិញោមគិតថាយើងបានប៉ុន្មាននៅញាតិញោមអញ្ចឹងមិនអានិសង្ឃដែលយើងបានធ្វើ
របស់ល្អដែលយើងបានឲ្យសួរតើផលហ្នឹងតើណាញាតិញោមផលហ្នឹងគឺមកយើងឧទាហរណ៍ថាដូចជាញាតិញោមហូបបាយអញ្ចឹងពេលញាតិញោមហេវពេលដែលយើងហូបបាយយើងអ្នកឆ្អែតក៏អ្នកដទៃជាអ្នកឆ្អែតញាតិញោមយើងអ្នកឆ្អែតឬក៏អ្នកដទៃជាអ្នកឆ្អែតអ្នកដទៃអ្នកឆ្អែតឬក៏យើងអ្នកឆ្អែតឧទាហរណ៍ថាយើងហេវបាយហើយយើងទៅហូបបាយតើអ្នកណាជាអ្នកឆ្អែតយើងអ្នកឆ្អែតឬក៏អ្នកដទៃចប់ហើយអ្នកលងភ្ញៀវអត់ឆ្លើយទេបន្តិចគឺយើងជាអ្នកឆ្អែតមែនទេយើងជាអ្នកហូបយើងជាអ្នកឆ្អែតឧទាហរណ៍មួយទៀតថាដូចជាញាតិញោមទៅបាញ់ទឹកអប់អញ្ចឹងបាញ់ទឹកអប់លើខ្លួនឯងតើញាតិញោមជាអ្នកក្រអូបឬក៏អ្នកដទៃជាអ្នកក្រអូបយើងជាអ្នកក្រអូបមែនទេយ៉ាងណាមិញបុណ្យដែលយើងធ្វើគឺយើងជាអ្នកទទួលដូចគ្នាមែនទេញាតិញោមមែនអត់នឹងដូចគ្នាអញ្ចឹងយើងកុំថាអេកណាធ្វើបុណ្យយូរអីឈប់ធ្វើខ្លះហើយវ័យរបស់មនុស្សយើងអត់អាចកំណត់ថាយើងនឹងត្រូវស្លាប់ថ្ងៃណាទេអញ្ចឹងយើងគួរតែបំពេញសេចក្តីល្អដែលយើងគួរធ្វើឲ្យហើយសូមអនុមោទនា2ដងហើយ22នាទីហើយហើយញាតិញោមអត់ឆ្លើយអញ្ចឹងថ្មខ្ជិលទេសតអញ្ចឹងទៅសើទឹកចិត្តផងញាតិញោមដែលញាតិញោមបានមកស្ដាប់ធម៌មានពេលមកអង្គុយស្ដាប់អញ្ចឹងឃើញញាតិញោមមកកណោមិញញើសទៅអស់លីងសល់ប្រហែលអ្នកហ្នឹងទៅសើញាតិញោមទៅសើថាញាតិញោមអាចមកពីផ្ទះជិះម៉ូតូមកទាំងយប់ហើយមកអង្គុយស្ដាប់លោកទៀតចុកជើងទ្រាំទៀតហើយលើកដៃសាពះទៀតទៅសើញាតិញោមទឹកចិត្តលេងកន្លែងហ្នឹងមួយគឺមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេពេលដែលញាតិញោមកំពុងតែអង្គុយស្ដាប់ធម៌ហ្នឹងមានអ្នកខ្លះពងដេកឡើយទេមានអ្នកខ្លះពងផឹកស៊ីឡើយទេប៉ុន្តែញាតិញោមអាចមានពេលមកអង្គុយស្ដាប់ធម៌ស្ដាប់លោកទេអញ្ចឹងវាជារឿងដែលកំរហើយជាពេលដែលយើងអាចចម្រើននៅកុសលធម៌ថ្មសូមត្រេកអរជាមួយនឹងបុណ្យរបស់ញាតិញោមកើតឡើងក្នុងពេលហ្នឹងផងសូមអនុមោទនាហើយសាធុតិចសាធុហ្នឹងហើយញាតិញោមយប់ហ្នឹងសម្រាននៅវត្តឬក៏ទៅផ្ទះវិញញាតិញោមអូចាំបោះបាយបិណ្ឌហើយញាតិញោមសម្រាននៅវត្តឲ្យទៅផ្ទះវិញអូយប់ជ្រៅអញ្ចឹងអត់និយាយអីតទៀតទេបងអញ្ចឹងថ្មលើកឡើងនៅពធមានមកប្រមាណប៉ុណ្ណឹងក៏អត់មានអីបន្តទៅទៀតទេមានប្រមាណជា24នាទីហើយក៏សូមឧទ្ទិសបុណ្យនេះទៅដល់ពពុះសត្វទាំងឡាយទាំងពួងដែលអាចអនុមោទនាដល់បុណ្យនេះបានសូមអ្នកទាំងអស់នោះត្រេកអរអនុមោទនាដល់បុណ្យដែលខ្លួនឯងអាចអនុមោទនាបានហើយម្យ៉ាងវិញទៀតសូមឧទ្ទិសបុណ្យនេះទៅដល់បងប្អូនវរៈកងទ័ពដែលបានអនិច្ចកម្មក្នុងសមរភូមិទាំងមុននិងក្រោយហើយក៏សូមឧទ្ទិសនៅបុណ្យកងការមហាកុសលដែលកើតអំពីធម្មទានហើយនឹងអមិសទានរបស់ញាតិញោមក្នុងពេលវេលាឱកាសនេះឧទ្ទិសបុណ្យនេះទៅដល់អតីតព្រះមហាក្សត្រនៅក្នុងសម័យមហានគរក្នុងសម័យក្រោយមកទៀតក៏ដូចជាពញាតវង្សានុវង្សព្រះមហាក្សត្រីយានីខ្មែរគ្រប់ចំនួនក៏ដូចជាបងប្អូនរបស់ជនជាតិយើងទាំងអស់ដែលជាអ្នកស្នេហាជាតិមាតុប្រទេសដែលបានពលីជីវិតនៅក្នុងបុព្វហេតុនៃប្រទេសជាតិក៏ដូចជាសពសត្វទាំងឡាយទាំងពួងដែលអាចអនុមោទនានៅបុណ្យនេះបានសូមត្រេកអរអនុមោទនានៅបុណ្យនេះហើយបានរួចចាក់ទុកទាំងពួងហើយក៏សូមឲ្យចំណែកនៃបុណ្យកងការមហាកុសលដែលកើតឡើងក្នុងពេលវេលាឱកាសនេះជាចំណែកមួយនៃការរួច